តើដើមទំពាំងបាយជូរទាំងអស់នេះវាអាចនឹងរស់រានមានជីវិតនៅក្នុងរដូវរងាបានដោយរបៀបណានៅឯភាគខាងជើងដើមទំពាំងបាយជូរគឺมันអាចប៉ះនឹងខ្យល់នៅក្នុងរដូវរងាបានទេដោយសារតែខ្យល់ត្រជាក់និងស្ងួតបើទោះបីជាពួកវាមិនកកស្លាប់នៅក្នុងរដូវរងាក៏ដោយក៏ប៉ុន្តែវាបាត់បង់នៅសំណើមពីបរិយាកាសស្ងួតនិងធ្វើឲ្យវាខូចរៀងរាល់ខែវិច្ឆិកាគេក៏កាត់ដើមទំពាំងបាយជូរឲ្យបានស្អាតបន្ទាប់មកគេកប់ពួកវាទៅក្នុងដីទាំងស្រុងនាពេលរដូវរងាមកដល់កសិករក៏បានពុតហើយនឹងកលមែកទំពាំងបាយជូរត្រាំពួកវាជាមួយទៅនឹងទឹកឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាសំណើមនិងរក្សាកម្ដៅពួកវាត្រូវបានគេគ្របជាមួយទៅនឹងស្រទាប់នៃថង់ផ្លាស្ទិកហើយចុងក្រោយគេក៏បន្ថែមស្រទាប់ដីពីលើផងដែរវិធីសាស្ត្រនេះគឺសាមញ្ញជាងការជីករណ្ដៅហើយកប់មែកឈើនេះទៅក្នុងដីវិធីនេះដើមទំពាំងបាយជូររបស់គេអាចឆ្លងកាត់នៅរដូវរងាដោយសុវត្ថិភាពបន្ទាប់មកគេជីកពួកវាចេញហើយដាក់វាទៅលើទ្រើងនៅខែមិនិនាឬក៏ខែភ្លៀងបន្ទាប់ពីពួកវាចាប់ផ្ដើមលូតលាស់និងដុះនៅដើមបំពង់ថ្មីតាមដានពួកខ្ញុំបន្តទៀតបើសិនជាអ្នកនរគ្នាចង់ឃើញអំពីគន្លឹះប្រចាំថ្ងៃស្ដីអំពីការដាំដុះកសិកម្ម